សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំសាសាហ្គេមីងហើយថ្ងៃនេះគឺខ្ញុំបាននាំយករឿងខ្មោចសាការ៉ារបស់ប្រទេសឥណ្ឌូនេស៊ីយកមកសម្ដែងអ្នកទាំងអស់គ្នាបានទស្សនាយកដូចជាខានសម្ដែងរឿងខ្មោចឥណ្ឌូនេស៊ីមួយឆ្នាំជាងអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវបានត្រឡប់មកវិញហើយរឿងមួយនេះមានចំណងជើងថាស៊ូម៉ាឡាដែលយកលំនាំពីភាពយន្តឥណ្ឌូនេស៊ីដ៏ល្បីល្បាញមួយកាលពីចុងឆ្នាំ2024អញ្ចឹងសម្រាប់ចំណងជើងស៊ូម៉ាឡានេះគឺជាឈ្មោះតួនៅក្នុងរឿងរបស់យើងអញ្ចឹងណាហើយមានអត់ចង់ spoil សេរីច្រើនទេយើងចូលទៅដល់ការសម្ដែងហ្មងទៅតែមុននឹងចូលទៅដល់ការសម្ដែងមានចង់ប្រាប់ថាសម្រាប់ផលិតជីវសុនសាការ៉ានេះគឺ Ultra Feli គឺជាអ្នកធ្វើណាអញ្ចឹងសម្រាប់អ្នកដែលអត់ទាន់ like និង subscribe admin កុំភ្លេចជួយ like និង subscribe admin ផងណាតែឥឡូវចូលទៅដល់ការសម្ដែងរបស់យើងតែម្ដងទៅអញ្ចឹងផ្ដើមសាច់រឿងនៅក្នុងឆ្នាំ1976នៅក្នុងភូមិមួយដែលមានឈ្មោះថាស៊ីម៉ារ៉ានដែលនៅក្នុងភូមិនឹងផងដែរមានក្មេងប្រុស2នាក់ដែលពួកគេនឹងយប់ជ្រៅណាស់ទៅហើយក៏មិនទាន់ត្រឡប់ទៅផ្ទះដែរគឺពួកគេកំពុងតែវង្វេងបាល់ដោយសារតែពួកគេនឹងបានទាត់បាល់ចូលទៅក្នុងចំការមួយអញ្ចឹងក្មេងប្រុសម្នាក់ដែលមានឈ្មោះថាត្រីនឹងក៏បានសួរទៅក្មេងប្រុសម្នាក់ទៀតថាតើឯងនឹងទាត់បាល់ចូលទៅម្ដងណាបន្ទាប់មកក្មេងប្រុសម្នាក់ទៀតដែលមានឈ្មោះថាអាប៊ីគេក៏បាននិយាយថាគេមិនដឹងទេគេមិនក៏មិនហ៊ានចូលទៅយកដែរដោយសារគេខ្លាចបន្ទាប់មកហ្នឹងក្មេងប្រុសដែលមានឈ្មោះថាត្រីនឹងក៏បាននិយាយថាបើអញ្ចឹងឯងតាណាក៏ទៅចាំយើងជាអ្នកចូលទៅយកបាល់ហ្នឹងនិយាយរួចត្រីក៏បានដើរចូលទៅរកបាល់នៅក្នុងចំការឯក្មេងប្រុសដែលមានឈ្មោះថាអាប៊ីគេក៏បានដើរចាក់ចេញពីទីហ្នឹងតែដើរចាក់ចេញមិនទាន់នឹងហួសប្រមាណផងក៏ឮសំឡេងត្រីស្រែកហៅឈ្មោះរបស់គេអាប៊ីក៏បានងាកមើលតែគេដូចជាមិនចង់ហ៊ានចូលទៅមើលសោះតែធ្វើម៉េចបើឮត្រីស្រែកទៅហើយមានតែចូលទៅមើលតែហ្មងទៅអាប៊ីក៏បានដើររកប្រភពសំឡេងដែលត្រីបានស្រែកហៅគេអំបញ្ញមិញនោះដល់ពេលដែលគេបានទៅដល់កន្លែងចម្លែងនឹងហើយអ្នកទាំងអស់គ្នាគឺគេបានឃើញក្មេងស្រីម្នាក់កំពុងតែយកដុំថ្មយ៉ាងធំវាក្បាលទៅលើត្រីឡងបាយឈាមហូរពេញហ្នឹងហ្មងធ្វើឲ្យអាប៊ីនោះរន្ធត់ចិត្តខ្លាំងមែនទែនហើយចំណែកឯត្រីវិញគេបានបាត់បង់ជីវិតបាត់ទៅហើយអាប៊ីនៅទីនោះទៀតមិនបានទេគេក៏ប្រញាប់រត់ចាក់ចេញពីទីនោះយ៉ាងលឿនដើម្បីហៅអ្នកភូមិមកជួយអញ្ចឹងណាលុះដល់ពេលព្រឹកស្អែកឡើងគេក៏បានប្រទះឃើញសារសពរបស់ត្រីនៅឯមាត់ទន្លេវិញអត់មានឆ្ងល់ដែរហ្នឹងមិនក៏នៅហ្នឹងឬក៏ក្មេងស្រីជាអ្នកយកទៅដាក់នៅហ្នឹងទេដឹងកាន់មកដល់ផ្ទះរបស់ឪពុកត្រីវិញគាត់កំពុងតែចោទប្រកាន់ទៅលើអាប៊ីថាអាប៊ីគឺជាអ្នកសម្លាប់កូនរបស់គាត់ហើយមកសម្ដែងធ្វើដូចជាខ្លួនឯងហ្នឹងមិនបានធ្វើវិញអញ្ចឹងប៉ុន្តែឪពុករបស់អាប៊ីគឺគាត់មិនបានជឿនោះទេហើយអាប៊ីក៏ខំប្រកែកទាំងយំផងដែរដែលគេបាននិយាយថាមិនមែនជាគេជាអ្នកសម្លាប់ត្រីនោះទេគឺមានក្មេងស្រីម្នាក់បានយកដុំថ្មយកទៅវាយក្បាលត្រីប៉ុន្តែអ្នកភូមិហើយនិងឪពុករបស់ត្រីហ្នឹងគឺមិនបានជឿសម្ដីរបស់អាប៊ីឡើយព្រាមនោះមានបុរសម្នាក់បានមកនិយាយថាអ្វីដែលអាប៊ីនិយាយគឺជាការពិតមានក្មេងស្រីម្នាក់នោះនៅក្នុងភូមិរបស់ពួកគេពិតមែនក្មេងស្រីម្នាក់នោះមានឈ្មោះថាស៊ូម៉ាឡាសាច់រឿងក៏បានបកទៅជាង30ឆ្នាំមុនគឺនៅក្នុងឆ្នាំ1947នៅក្នុងភូមិសាមារ៉ានៅដដែលមានគ្រួសារអ្នកមានធូធាមួយដែលពួកគេនឹងគឺរស់នៅពីអ្នកប្តីប្រពន្ធដែលប្តីមានឈ្មោះថាសូជីមិនហើយនិងប្រពន្ធមានឈ្មោះថាស៊ូឡាត្រីពួកគេរៀបការជាមួយគ្នាជាច្រើនឆ្នាំណាស់មកហើយប៉ុន្តែពួកគេមិនមានកូនសូម្បីតែម្នាក់ដូច្នេះហើយស៊ូជីមិននឹងក៏បានប្រាប់ទៅស៊ូឡាត្រីថាឲ្យនាងធ្វើមិនក៏ដោយឲ្យមានកូនបើមិនអញ្ចឹងទេដីមួយនេះនឹងត្រូវបានពូរបស់សូជីមិននឹងរឹបអូសយកទៅហើយប៉ុន្តែមើលទៅស៊ូឡាត្រីនាងហាក់ដូចជាពិបាកចិត្តដោយសារអីនាងខំលេបថ្នាំគ្រប់ប្រភេទហើយក៏នាងនៅតែមិនអាចមានកូនបានអញ្ចឹងនាងប្រហែលជាធ្វើឲ្យប្តីនាងខកចិត្តបន្តិចហើយលុះជាងថ្ងៃបន្តិចនាងក៏បានទៅអង្គុយនៅក្បែរផ្ទះរបស់អ្នកបម្រើហើយនាងក៏បានអង្គុយគិតថាម្នាក់ឯងថាតើនាងត្រូវធ្វើមិនដើម្បីឲ្យមានកូនទៅមិនដឹងថានាងមានបញ្ហាអីនោះទេបានជានាងគ្មានកូនអញ្ចឹងព្រាមនោះនាងក៏បានឮអ្នកបម្រើនិយាយនៅខាងក្នុងថានិយាយអំពីគ្រូធ្មប់មួយដែលនៅទន្លេម្ខាងទៀតដែលគ្រូធ្មប់នោះប្រកែខ្លាំងហើយអាចធ្វើឲ្យយើងមានកូនបានណាស៊ូឡាត្រីលឺអញ្ចឹងនាងក៏បានចាប់អារម្មណ៍ដូច្នេះនាងក៏បានឲ្យអ្នកបម្រើហ្នឹងជួលនាងទៅផ្ទះរបស់យាយគ្រូហ្នឹងតែម្ដងដូច្នេះស៊ូឡាត្រីនាងក៏បានធ្វើដំណើរតាមទូកដើម្បីទៅជួបយាយគ្រូហ្នឹងនៅផ្ទះគាត់នៅឯត្រៃម្ខាងទៀតអញ្ចឹងណាដោយពូជាអ្នកចាស់ទូកហ្នឹងជាអ្នកជួលនាងទៅបន្ទាប់ពីទៅដល់ផ្ទះម៉ែគ្រូនឹងហើយម៉ែគ្រូក៏បាននិយាយថាឯងអាចមានកូនភ្លោះបានប៉ុន្តែកូនភ្លោះច្បងដែលកើតមកនឹងមានរូបសម្រស់ស្រស់ស្អាតហើយមានចិត្តល្អប៉ុន្តែកូនភ្លោះទី2ដែលបានកើតមកដែលជាកូនប្អូននោះនឹងមានរូបសម្រស់អាក្រក់ដូចជាបិសាចអញ្ចឹងប៉ុន្តែមានលក្ខខណ្ឌឯងហើយនឹងប្តីរបស់ឯងត្រូវតែចិញ្ចឹមក្មេងបិសាចនោះរហូតដល់តែនាងមានអាយុ10ឆ្នាំពេលនោះនាងដើរចេញតែខ្លួនឯងបើសិនតែឯងមិនធ្វើបែបនេះនោះទេឯងនឹងមានទុក្ខធំជាមិនខានស៊ូឡាត្រីនេះក៏បានយកប្រណងសំណើមួយនេះហើយបន្តមកហ្នឹងម៉ែគ្រូធ្មប់ហ្នឹងក៏បានធ្វើការសូត្រវេទមន្តអីគាត់មិនដឹងទេអ្នកគ្នាសូត្រធម៌សូត្រអីអញ្ចឹងទៅព្រាមហ្នឹងពោះនៅក្នុងខ្លួនឡាត្រីហ្នឹងក៏ចាប់ផ្ដើមកម្រើកនេះទាំងអស់គ្នាហើយព្រាមហ្នឹងពោះរបស់នេះក៏ចាប់ផ្ដើមប៉ោងតែម្ដងរួចហើយគឺនៅសល់ពេលតែ2ខែទៀតតែប៉ុណ្ណោះស៊ូឡាត្រីនឹងសម្រាប់បានកូនភ្លួនឹងហើយនិយាយពីថាស៊ូជីមិនវិញនិយាយថាពីសប្បាយចិត្តខ្លាំងមែនតើតែម្ដងដែលគេមិននឹកស្មានថាគ្រូធ្មប់នឹងបកកែដល់ថ្នាក់នឹងអាចធ្វើឲ្យប្រពន្ធគេនឹងមានកូនបានហើយកូនភ្លួទៀតផងស៊ូឡាត្រីក៏បានប្រាប់ស៊ូជីមិនថាយើងគួរតែដាក់ឈ្មោះកូនភ្លួនោះទៅអីបន្តមកនឹងស៊ូជីមិនគេក៏ដាក់ឈ្មោះកូនភ្លួច្បងថាគូម៉ាឡាហើយចំណែកស៊ូឡាត្រីរបស់យើងនឹងក៏ដាក់ឈ្មោះកូនភ្លួប្អូនថាស៊ូម៉ាឡាអូយអ្នកទាំងគ្នាស្តៀងគ្នាបងប្អូនភ្លួគេនេះ
ជាច្រើនសប្តាហ៍កន្លងផុតទៅថ្ងៃសម្រាប់កូនក៏បានមកដល់ស៊ូឡាត្រីនាងខំប្រឹងខ្លាំងមែនតើហើយនាងក៏បានសម្រាលបានគូម៉ាឡានៅស៊ូម៉ាឡាមួយទៀតនាងទាំងគ្នាចម្លែកអត់គូម៉ាឡាដែលកើតមកហ្នឹងណាគឺថាអត់ចេះយំតែគឺស្កាត់ឲ្យឆឹងហ្មងណាទាំងអស់គ្នាហើយចំណែកសូជីមិនវិញគេកំពុងតែរងចាំនៅឯខាងក្រៅយ៉ាងអន្ទះសារដោយសារគេអត់តលើសម្លេងក្មេងយំហ៎មិនយូរប៉ុន្មានគេក៏បានលើសម្លេងក្មេងយំអញ្ចឹងសូជីមិនក៏បានដើរទៅមើលហើយគាត់អត់តាន់ឃើញកូនច្បងទេគាត់ក៏បានឃើញកូនពៅមុនអញ្ចឹងគាត់ក៏បានឃើញថាហើយលោកសូជីមិនហ្នឹងក៏បានឃើញថាស៊ូម៉ាឡាហ្នឹងមានរូបរាងអាក្រក់ដូចបិសាចអញ្ចឹងគាត់អាចទទួលយកបានទេថាស៊ូម៉ាឡាហ្នឹងគឺជាកូនរបស់គាត់អញ្ចឹងណាគាត់ក៏បានសម្រេចចិត្តដកដាវមកដើម្បីចង់សម្លាប់ស៊ូម៉ាឡាហើយស៊ូឡាត្រីខំគាត់ដែរតែគាត់អត់ស្ដាប់នោះទេគាត់ក៏បានយកដាវនោះយកទៅចាក់សម្លាប់ស៊ូម៉ាឡានៅនឹងកន្លែងតែម្ដងហើយអ្នកគ្នាគ្នាទៅកាត់មកមិញហ្នឹងណាហើយនៅពេលដែលសម្លាប់ស៊ូម៉ាឡាហើយគូម៉ាឡាក៏អាចយំបានធម្មតាវិញដែរ12ឆ្នាំកន្លងផុតទៅគូម៉ាឡានាងមានអាយុចំនួន12ឆ្នាំហើយប៉ុន្តែនាងអត់ទាន់ចេះនិយាយទេហើយនាងមើលទៅដូចជាមនុស្សខ្វះសតិអ្នកគ្នាមនុស្សសតិល្អអញ្ចឹងណាអញ្ចឹងហើយនាងក៏បានលុយចេញទៅក្រៅធ្វើឲ្យក្មេងៗនៅក្នុងភូមិហ្នឹងនាំគ្នាមកប៊ូលីធ្វើបាបនាងអញ្ចឹងទៅហ្នឹងហើយអ្នកគ្នាចាំមុខពីក្មេងហ្នឹងផងណាហើយចំណែកឯឪពុកម្ដាយរបស់គូម៉ាឡាវិញដែលជាលោកសូជីមិនហើយនិងលោកស្រីស៊ូឡាត្រីហ្នឹងណាគឺគាត់ឈរមើលដោយអត់មានទៅជួយកូនគាត់អីទេគឺគាត់ឈរមើលនៅនឹងហ្មងអ្នកគ្នាហើយបើលោកសូជីមិនវិញណាមើលទៅដូចជាខឹងតែអត់ទៅជួយកូនទេនៅពេលយប់ឡើងតាមប៉ាត់លោកសូជីមិនខឹងហ្នឹងណាមានខឹងពួកក្មេងៗដែលធ្វើបាបគូម៉ាឡានោះទេគឺគាត់ខឹងគូម៉ាឡាហ្នឹងហ្មងណាដែលនាងហ៊ានលុយចេញទៅក្រៅអញ្ចឹងគាត់ក៏បានយកនាងយកពីដាក់ពិន័យដែលឲ្យនាងកេងនៅក្នុងរោងមន់នេះហើយឪពុកម្ដាយអីក៏គ្មានមនោចេតនាជាមួយនឹងកូនសោះអញ្ចឹងឲ្យនាងមកដេកនៅនឹងកណ្ដាលយប់អត់ខ្លាចមូស៊ីទេអីពេលយប់ម៉ែក៏តិចផងដែរឯចំណែកឯលោកស្រីស៊ូឡាត្រីវិញក៏អាណិតស៊ូម៉ាឡាដែរក៏ប៉ុន្តែគាត់ដឹងថាធ្វើមិនដើម្បីជួយនាងបាននោះទេព្រោះថាគាត់តាមប្ដីគាត់ដែរហ្នឹងអញ្ចឹងឪពុកម្ដាយទាំងពីរនាក់ហ្នឹងក៏បានដើរចាក់ចោលកូនទៅឲ្យកូនកេងនៅក្នុងរោងមន់តែម្នាក់ឯងកណ្ដាលយប់កាន់តែជ្រៅមេឃក៏ចាប់ផ្ដើមភ្លៀងខ្លាំងមែនតើស៊ូម៉ាឡាដែលនៅខាងក្នុងគឺនាងរងាខ្លាំងណាស់នាងមិនអាចគេងលក់បាននោះទេភ្លាមហ្នឹងក៏ស្រាប់តែមានសម្លេងមួយបានហៅឈ្មោះរបស់គូម៉ាឡានាងក៏បានដើររកពិភពសម្លេងនោះថាតើនរណាគេបានហៅនាងបាញ់មិញនេះនាងក៏បានឃើញថាម្នាក់នោះគឺជាប្អូនស្រីភ្លោះរបស់នាងដែលគឺជាស៊ូម៉ាឡានាងផ្ចាប់ផ្អើលខ្លាំងណាស់ហើយបន្ទាប់មកហ្នឹងស៊ូម៉ាឡាក៏បាននិយាយទៅកាន់គូម៉ាឡាថាកុំភ័យខ្ញុំអីណាខ្ញុំគឺជាបងប្អូនស្រីភ្លោះរបស់ឯងនោះទេខ្ញុំមានឈ្មោះថាស៊ូម៉ាឡាពួកយើងគឺជាបងប្អូននឹងគ្នាណាបងប្អូនមិនធ្វើបាបគ្នាទេត្រូវអត់តែឯងកំពុងតែខ្វះមិត្តភក្តិមែនទេឯងយកខ្ញុំធ្វើជាមិត្តភក្តិហ្មងទៅហើយយើងនឹងបានលេងជាមួយគ្នាយ៉ាងសប្បាយមិនអញ្ចឹងហីហើយគូម៉ាឡាវិញកំពុងតែអត់មិត្តភក្តិផងនាងក៏បានសម្រេចចិត្តយល់ព្រមធ្វើជាមិត្តភក្តិរបស់ស៊ូម៉ាឡាដែលជាព្រលឹងខ្មោចហ្នឹងហ្មងណានៅយប់មួយនៅក្នុងផ្ទះរបស់លោកសូជីមិនគូម៉ាឡានាងក៏បានដើរទៅរកលោកសូជីមិនហើយក៏បានឃើញថាគាត់កំពុងតែអង្គុយផឹកកាហ្វេហើយនាងក៏បានដើរទៅរកគាត់តែនៅក្នុងដៃនាងមានកាន់ប៊ិចមួយផងដែរនាងក៏បានដើរទៅរកគាត់ទាំងស្នាមញញឹមសូជីមិនកំពុងតែរៀបចំកាហ្វេរបស់គាត់អញ្ចឹងណាហើយគូម៉ាឡាក៏បានយកប៊ិចនៅក្នុងដៃហ្នឹងចាក់ទៅក្នុងដៃរបស់សូជីមិនភ្លាមហ្មងដែលធ្វើឲ្យសូជីមិនហ្នឹងចាប់ផ្អើលខ្លាំងមែនតើចាក់ដៃឡើងធ្លុះដោះឆ្អឹងគ្នាទាំងអស់គ្នាឡើងហូរឈាមចេញមកក្រៅបាញ់ឆ្វាយហ្មងហើយស៊ូម៉ាឡាវិញនាងក៏បានសើចយ៉ាងសប្បាយរីករាយចំណែកឯសូកុមិនវិញណាកំពុងតែខឹងស៊ូម៉ាឡាកាន់តែខ្លាំងឡើងលោកពេលស្អែកឡើងគាត់ក៏បានយកគូម៉ាឡាហ្នឹងទៅដាក់ទរណកម្មទៀតហើយគឺដាក់ឲ្យនាងហ្នឹងចង់ចូលជាមួយនឹងទិញម៉ងកដាថ្ងៃនៅក្នុងចំការហ្មងណាបងប្អូនតែដែលមីកំពុងបើកថ្លៃក្តៅចេះហ្នឹងណាគូម៉ាឡាក៏បានស្រែកហៅឲ្យស៊ូឡាត្រីជួយនាងដែរប៉ុន្តែស៊ូឡាត្រីនាងមិនដឹងថាជួយដោយវិធីណានោះទេបន្ទាប់មកស៊ូកុមិនក៏បានហៅស៊ូឡាត្រីហ្នឹងឲ្យត្រឡប់ទៅផ្ទះវិញទៅហើយពេលអ្នកម្ដាយឪពុកគេហ្នឹងក៏បានត្រឡប់ទៅទុកឲ្យកូននៅនឹងតែម្នាក់ឯងហ្មងទៅអូនអ្នកទាំងគ្នានៅម្នាក់ឯងមានអ៊ីអ្នកបំរើមួយនៅនឹងផងដែរហ្នឹងហើយអ្នកទាំងគ្នាគូម៉ាឡាក៏បានសុំមកអ៊ីអ្នកបំរើហ្នឹងជាអ្នកជួយនាងទៀតក៏ប៉ុន្តែអ៊ីអ្នកបំរើហ្នឹងក៏បាននិយាយថាគាត់ចង់ជួយដែរតែគាត់ដឹងថាជួយមិនទេបើគូម៉ាឡាធ្វើខុសអញ្ចឹងទៅហើយហ្នឹងហើយហេតុអីបានជាគូម៉ាឡាធ្វើអញ្ចឹងដាក់ឪពុករបស់គូម៉ាឡាហើយគូម៉ាឡាក៏បាននិយាយថាទេមិនមែនខ្ញុំជាអ្នកធ្វើទេគឺមិនមែនខ្ញុំអ្នកធ្វើទេគឺមានអ្នកផ្សេងទៀតជាអ្នកធ្វើពេលយប់ឡើងនៅកន្លែងទិញម៉ងដែលចងគូម៉ាឡាហ្នឹងឥឡូវហ្នឹងគឺបានបាត់គូម៉ាឡាបាត់ទៅហើយចំណែកខ្សែចំណងដែលចងគូម៉ាឡាទៀតសោតក៏បានរបូតឈុំមកដោយអស់លីងអញ្ចឹងមិនបានន័យថាគូម៉ាឡារួចខ្លួនទេត្រូវអត់ហើយចំណែកក្មេងៗដែលបានបូលីធ្វើបាបគូម៉ាឡាកាលពីថ្ងៃមុនវិញពួកគេក៏បាននាំគ្នាម្លេងក្បែរហ្នឹងផងដែរហើយភ្លាមនោះពួកគេក៏បានចាប់អារម្មណ៍ថាគូម៉ាឡាកំពុងតែឈរមើលពួកគេកំពុងលេងអញ្ចឹងណាតែមើលទៅដូចជាមិនមែនជាគូម៉ាឡាទេដូចជាស៊ូម៉ាឡាច្រើនជីអ្នកទាំងអស់គ្នាហើយម្នាក់នោះគឺពិតជាស៊ូម៉ាឡាមែនហ្នឹងហើយដោយនាងបានចូលសន្ធិដ្ឋនៅក្នុងខ្លួនរបស់គូម៉ាឡាហើយនៅក្នុងដៃនោះគឺមានកាន់កបិតមួយទៀតផងដែរហើយដោយសារតែនាងចង់សងសឹកឲ្យគូម៉ាឡាអញ្ចឹងនាងក៏បានរត់ទៅសម្លាប់ក្មេងទាំងអស់ហ្នឹងយ៉ាងសាហាវខូខើកាត់ក្បាលពួកគេតែម្ដងឥឡូវសល់ជ្រូកមួយដែលនៅលេងតែម្នាក់ឯងនោះទេហើយចំណែកគូម៉ាឡាវិញនាងកំពុងតែមើលទៅទិញម៉ងនោះមានរឿងអីហ៎ញ៉ាំហើយថាអីចេះខុសគឺថាក្បាលពួកក្មេងៗទាំង3នាក់ហ្នឹងត្រូវបានគូម៉ាឡាយកមកដាក់នៅអាតាមដៃមកចាហៀងហើយនឹងក្បាលរបស់ទិញម៉ងនោះដាក់ក្បាលពួកគេទៅហ្មងអូយសាហាវខ្លាំងណាស់ស៊ូម៉ាឡានេះ
ហើយអ្នកបន្ទាប់គឺជាឪពុកម្ដាយរបស់នាងនឹងឯងដោយសារតែកាលពីមុនកាលពីនាងកើតមកហ្នឹងគឺថាឪពុកម្ដាយរបស់នាងហ្នឹងបានសម្លាប់នាងឥឡូវនេះគឺដល់ពេលដែលស៊ូម៉ាឡាសងសឹកវិញម្ដងហើយនាងក៏បានទៅដល់បន្ទប់ឪពុកម្ដាយរបស់នាងឃើញថាពួកគាត់កំពុងតែគេអញ្ចឹងស៊ូម៉ាឡាក៏បានយកកាបិតនោះយកទៅសម្លាប់ពួកគាត់ទាំងពីរនាក់យ៉ាងសាហាវព្រៃផ្សៃតែម្ដងអូយអ្នកទាំងអស់គ្នាអើយតែយ៉ាងណាក៏គាត់សមនឹងស្លាប់មែនហ្នឹងមិនថាតែគាត់អត់ស្រឡាញ់ស៊ូម៉ាឡាដែលជាកូនបិសាចហ្នឹងឯងអ្នកទាំងអស់គ្នាសំបីតែគូម៉ាឡាដែលកូនគាត់មនុស្សធំធៅហ្នឹងណាក៏គាត់មើលទៅឲ្យយកចិត្តទុកដាក់ជាមួយដែរហើយមើលទៅដូចជាអត់ស្រឡាញ់គ្នាហ្មងណាអ្នកទាំងអស់គ្នាគ្រាន់តែកើតគ្នាមកដើម្បីឲ្យរួចគេយកដីហ្នឹងទេហ្នឹងហើយអ្នកទាំងអស់គ្នាសម្រាប់រឿងស៊ូម៉ាឡាគឺបានឈានចូលមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលចង់មើលរឿងស៊ូម៉ាឡាដែលល្អមើលជាងហ្នឹងគឺអ្នកទាំងអស់គ្នាទៅមើលរឿងមនុស្សសម្ដែងវិញអ្នកទាំងអស់គ្នាអញ្ចឹងគឺមាននិយាយភាសាឥណ្ឌូនេស៊ីអញ្ចឹងអ្នកទាំងអស់គ្នាចង់មើលសម្រាយក៏មានដែរមានសម្រាយច្រើនផេកខ្លាំងមែនតើអញ្ចឹងអ្នកទាំងអស់គ្នាចង់មើលក៏បានដែរដែលចំណងជើងវាគឺកូនភ្លុះបិសាចអ្នកទាំងអស់គ្នាអាចសើចរកមើលបានអ្នកទាំងអស់គ្នាអាហ្នឹងគឺរៀងសម្រាយអត់កាត់ដូច Novel សាន់សាក្រានេះសាក្រានេះកាត់ខ្លាំងមែនតើអញ្ចឹងអ្នកទាំងអស់គ្នាចង់ទៅមើលពេញគឺល្អមើលជាងហ្នឹង admin ឲ្យ9/10អ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់រឿងស៊ូម៉ាឡានេះគឺមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានការសម្រាយមួយនេះពីដើមដល់ចប់អញ្ចឹង admin សរសើរ gaming ក៏អរគុណអ្នកទាំងអស់គ្នាច្រើនខ្លាំងមែនតើមានតែបាយបាយអ្នកទាំងអស់គ្នាទេបាយបាយ